Bàជំរាបសួរបងប្អូនក្នុងវីដេអូនេះខ្ញុំមកប្រាប់ពីរបៀបចំពោះបងប្អូនដែលគាត់ចង់ដាក់លុយចូលទូ ATM តែគាត់អត់ចេះបាទអញ្ចឹងចំពោះបងប្អូនដែលគាត់ចេះហើយសូមការអធិស្ឋានបាទអញ្ចឹងសម្រាប់បងប្អូនដែលគាត់អត់ចេះអត់ដឹងបងប្អូនអាចមើលនៅវីដេអូនេះបានបាទអញ្ចឹងអត់មានអីបាក់ទេដំបូងបងប្អូនគ្រាន់តែចូលមកកាន់ទូ ATM របស់បងប្អូនគ្រាន់តែចុចទៅលើអេក្រង់ទូ ATM ដើម្បីវាលោតផ្ទាំងមួយបាទបន្ទាប់មកបងប្អូនជ្រើសរើសភាសាខ្មែរឬក៏ចិនខ្ញុំសូមយកខ្មែរអង់គ្លេសបន្ទាប់មកលោត4ជម្រើសបងប្អូនយកតាមជម្រើសដែលបងប្អូនត្រូវការខ្ញុំសូមដាក់តាម QR code បន្ទាប់មកបងប្អូនយកទូរស័ព្ទapp របស់យើងដើម្បី scan ដើម្បីដាក់លុយអញ្ចឹងខ្ញុំសូមចូល app ទូរស័ព្ទរបស់ខ្ញុំហើយ wallet code ដើម្បី scan នៅពេលដែលបងប្អូន scan ហើយវានឹងលោតកង់បងប្អូនមានប្រមាណវានឹងលោតនៅត្រង់ហ្នឹងអញ្ចឹងបងប្អូនជ្រើសរើសកង់បងប្អូនចង់ដាក់ខ្ញុំសូមយកកដាលអញ្ចឹងវានឹងបង្ហាញនៅបំរាប់អញ្ចឹងបងប្អូនអាចដាក់បានកដាស់ 20000 កដាស់ 50000 កដាស់ 50 និងកដាស់ 100រួចយើងជ្រើសរើសកង់រៀលឬក៏កង់ដុល្លារនៅពេលដែលយើងជ្រើសរើសវានឹងចេញបែបនេះជំហានបន្ទាប់បងប្អូនគ្រាន់តែតម្រៀបលុយរបស់យើងឲ្យស្មើឲ្យត្រង់ក្បាលដោយក្បាលហើយចាំដាក់ចូលបាទតបមកចុចពាក្យថាយល់ព្រមចង់បងប្អូនរងចាំទូ ATM ដំណើរការហើយវានឹងលោតបញ្ជាក់ថាលុយរបស់យើងដាក់ប្រមាណបាទអញ្ចឹងវាលោតហើយនេះគឺលុយរបស់ខ្ញុំដាក់ 400,000 នៅពេលបងប្អូនគិតថាត្រូវបងប្អូនចុចពាក្យថាយល់ព្រមហើយចុចបាតឬក៏ចាស់បាទអញ្ចឹងគឺជាការស្រេចអញ្ចឹងបងប្អូនអាចចូលឆែកទៅក្នុងទូរស័ព្ទរបស់បងប្អូនលុយរបស់យើងនឹងលោតចូលបាទអញ្ចឹងចំពោះការដកលុយចេញពីទូ ATM ក៏ដូចតែគ្នាដែរបាទបងប្អូនចូលមកកាន់អេក្រង់ទូ ATM ហើយដើម្បីឲ្យវាលោតផ្ទាំងមួយបាទហើយបងប្អូនជ្រើសរើសភាសាខ្មែរមកបាទបន្ទាប់មកបងប្អូនជ្រើសរើសជម្រើសបងប្អូនចង់ដកបងប្អូនចុចកន្លែងគេថាដករហ័សតាម QR បងប្អូនចុចលើហ្នឹងបាទអញ្ចឹងបងប្អូនរងចាំមកជំហានបន្ទាប់បងប្អូនគ្រាន់តែចូលមកកាន់ app AC មកដើម្បីយើង scan QR code ដើម្បីដកលុយបាទអញ្ចឹងនៅពេលដែលយើង scan ហើយទូរស័ព្ទយើងនឹងលោតបែបហ្នឹងអញ្ចឹងយើងចុចកន្លែងបិទខាងក្រោមមកបាទកុំចុចខាងលើចុចខាងក្រោមដើម្បីបិទបាទបិទនេះបិទកុំឲ្យបង្ហាញគណនីឬក៏បង្ហាញព័ត៌មានណាជំហានបន្ទាប់បងប្អូនតែជ្រើសរើសគណនីដែលបងប្អូនចង់ដកបាទអញ្ចឹងខ្ញុំជ្រើសរើសខាងលើបាទហើយបងប្អូនវាយចំនួនទឹកលុយដែលយើងចង់ដកឧទាហរណ៍ថាខ្ញុំដក400,000ចុះបាទអញ្ចឹងបងប្អូនដកប្រហែលបងប្អូនវាយប៉ុណ្ណឹងមកហើយចុចពាក្យថាយកព្រមហើយបងប្អូនផ្ទៀងទាត់មើលថាត្រូវអត់បើថាត្រូវបងប្អូនចុចពាក្យថាយល់ព្រមទៀតមកបាទអញ្ចឹងជាការស្រេចបាទវានឹងលោត message ចូលកាន់កង់បងប្អូនអញ្ចឹងបងប្អូនរងចាំទូ ATM ដំណើរការអូខេអញ្ចឹងទូ ATM បើកហើយបងប្អូនអាចដកលុយមកគឺជាការស្រេចបាទអញ្ចឹងចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ